นี่คือជារបៀបនៃការភ្ជាប់កាមេរ៉ា V380 Pro ប្រភេទប្រើ SIM ដោតភ្លើងអញ្ចឹងទីមួយយើងត្រូវដោតភ្លើងវាសិនដុំភ្លើងវាដោតភ្លើងភ្ជាប់មកបានណាភ្លើងចូលដុំហ្នឹងវាភ្លើងខៀវចេះអាចុងនេះក៏វាភ្លើងអានេះ memory ក៏ដាក់ដូចគ្នាដែរខាងចុងវិញចុះក្រោមហើយខាងពោះវាបែរមករកបតដាក់ហើយយើងសកត់តិចទៅជាប់ឯងតែប៉ុណ្ណឹងបានគឺការបន្តទៀតយើង reset កាមេរ៉ាអញ្ចឹងយើងនេះបន្ត reset វានៅខាងក្នុងនេះយើងយកចុងដៃក៏បានចុងបិទក៏បានចុងសោក៏បានដែរចុចវាជាប់ប្រហែលជា6ទៅ7វិនាទីហ្នឹងកាមេរ៉ា blur សលេងដល់ដៃចឹងទៅវា blur សលេងហើយវានឹងស្វែមកជុំហើយចាំយើងចុចចំបន្តមកទៀតយើងចូល app របស់យើង app ដែលយើង download បង្កើតគណនីហើយហ្នឹងណាចូលហើយចឹងយើងចុចលេខបូកមកអាលេខបូកខាងលើហ្នឹងចុចពី add camera ហើយយើង scan យកហ្មងណាណែយើង scan ណាហើយ Bluetooth location យើងត្រូវតែបើកឲ្យទូរស័ព្ទយើងក៏ត្រូវមាន internet ដែរយើងរងចាំតិចទៅវានឹងភ្ជាប់ឲ្យយើងបានហើយបន្តមកទៀតកន្លែងនេះគឺឲ្យដាក់ទីតាំងឈ្មោះកាមេរ៉ាយើងដាក់អីដាក់ទៅដាក់ហាងឬមួយក៏ដាក់ផ្ទះឬមួយក៏ដាក់ភាសាអង់គ្លេសដាក់home ដាក់អីទៅតែកុំដាក់វែងពេកវាអត់ឲ្យទេកន្លែងហ្នឹងខ្ញុំស្នើសុំតែយើងចាំបាច់ត្រូវតែដាក់ដើម្បីកុំឲ្យកាមេរ៉ាវាលុកឲ្យទៅយើងពិបាកវាយចូលវិញដាក់ password ដាក់អីញ៉ៃតែប៉ុណ្ណឹងគឺការភ្ជាប់របស់យើងគឺបានជោគជ័យអត់មានអីច្រើនដែរ